ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំដានីហើយថ្ងៃនេះយាយចង់មកនិយាយពីប្រធានបទមួយដែលគេតែងតែនិយាយថានៅក្នុងវ័យសិក្សាក្នុងនាមជាសិស្សនិស្សិតសាកលវិទ្យាល័យតែយើងគួរតែរៀនបដាធ្វើការបដាអត់ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំរៀនបដាធ្វើការបដាហ្នឹងហើយខ្ញុំគិតថានៅក្នុងកំឡុងពេលដែលយើងរៀនសាកលហ្នឹងគឺសាលាសាកលមួយចំនួនធំគឺយើងរៀនតាមមួយកណ្ដាប់ថ្ងៃទេអញ្ចឹងយើងនៅសល់មួយកណ្ដាប់ថ្ងៃទៀតយើងអាចឆ្លៀតធ្វើការ part time បានឬក៏យើងអាចថាយើងអត់តចង់ធ្វើការយើងយកពេលហ្នឹងទៅរៀនបន្ថែមក៏បានដែរយ៉ាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំធ្វើការហើយនឹងឆ្លៀតរៀនគួរបន្ថែមក្រៅម៉ោងទៀតដែរគឺរៀនភាសាអង់គ្លេសក៏ដូចជាភាសាចិនដែរតែមកពេលដែលយើងឆ្លៃចំពោះខ្ញុំផ្ទាល់ខ្ញុំ recommend ឲ្យបើថាសិស្សនិស្សិតដែលគាត់តែថាសល់ពេលទំនេរបើថាមួយថ្ងៃ3-4ម៉ោងអីគឺគាត់អាចឆ្លៀតធ្វើការបានយេធ្វើការ part time ទៅគឺអីយើងអាចទុកពេលយប់គឺសម្រាប់រៀនបានព្រោះអីនៅសាកលអត់រៀនច្រើនដូចនៅវិទ្យាល័យទេប៉ុន្តែត្រូវឲ្យយើងស្រាវជ្រាវច្រើនហ្នឹងហើយគ្រាន់ថាយើងអាចបែងចែកពេលវេលាបានអញ្ចឹងពេលណាដែលយើងរៀនពេលណាដែលយើងត្រូវធ្វើការយេសម្រាប់ខ្ញុំតើគឺការបែងចែកពេលវេលានេះវាពិតជាសំខាន់ខ្លាំងមែនទែនដោយសារតែខ្ញុំធ្វើការចាំដល់សប្តាហ៍ដល់ពេលសៅរ៍អាទិត្យគឺយើងរៀនអញ្ចឹងហើយបើថាយើងអត់មានពេលណាដែលដកឃ្លាសម្រាប់អញ្ចឹងយើងត្រូវចេះបែងចែកពេលវេលាបានត្រឹមត្រូវថាពេលណាដែលយើងត្រូវសម្រាប់ពេលណាដែលយើងត្រូវរៀនវារៀងហត់រៀង stress តិចហើយប៉ុន្តែអ្វីដែលយើងបានមកវិញគឺលទ្ធផលនៃការងាររបស់យើងបទពិសោធន៍ហើយក៏យើងបានជួយមកបានរបស់យើងបានច្រើនដែរដូចខ្ញុំចង់ឥឡូវហ្នឹងគឺខ្ញុំអត់ហត់ចាំបាច់ត្រូវគេលុយរបស់ម៉ែខ្ញុំដើម្បីមកឧបត្ថម្ភទៀតទេខ្ញុំអាចជួយខ្លួនឯងបានអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយវានិយាយរួមទៅយើងមកដល់ជាសិស្សនៃសាកលវិទ្យាល័យខ្ញុំគិតថាយើងគួរតែឆ្លៀតពេលធ្វើការដើម្បីជួយខ្លួនឯងជួយគ្រួសាររបស់យើងដែរហ្នឹងហើយអាហ្នឹងគឺសម្រាប់អ្នកដែលគាត់នៅខែដែលគាត់ខ្វះខាតដូចជាខ្ញុំចឹងហ្នឹងប៉ុន្តែបើថាគាត់មានជីវភាពសមរម្យម៉ាក់ប៉ាគាត់អាចជួយទំនុកបំរុងបានគាត់អ្នកនៅពេញនឹងស្រែមអត់ហត់ចំណាយទៅលើផ្ទះជួលឬក៏អីទេខ្ញុំគិតថាបាច់តន់ធ្វើការក៏បានដែរហ្នឹងហើយយើង focus ទៅលើការរៀនហ្មងក៏បានដែរព្រោះអីគឺគាត់អត់ចាំបាច់ត្រូវចំណាយច្រើនយ៉ាហើយក៏គាត់មានលទ្ធភាពគ្រប់គ្រាន់ប៉ុន្តែចំពោះអ្នកដែលគាត់បើថាមិនសូវមានលទ្ធភាពជាគ្រប់គ្រាន់ប៉ុន្មានតែខ្ញុំ recommend ថាគួរតែធ្វើការស្វែងរកការងារ part time ធ្វើឲ្យហើយទៅយ៉ាវាជួយយើងទោះបីជាវាមិនជួយយើងបានខ្លាំងក៏វាជាផ្នែកមួយដែរអ្នកគ្នាអ្វីដែលសំខាន់គឺបទពិសោធន៍ការងារនឹងហ្មងគឺស្មើឥឡូវមិនប្រកាសថាយើងរៀនចប់មានបញ្ញាបត្រយើងមានការងារធ្វើហើយគឺវាអាស្រ័យទៅលើចំណេះដឹងនិងបទពិសោធន៍របស់យើងដែរយ៉ាបទពិសោធន៍វាពិតជាសំខាន់ខ្លាំងមែនតើចឹងហើយបើខ្ញុំសម្រេចចិត្តថាខ្ញុំរៀនផងខ្ញុំធ្វើការផងទោះបីជាវាពិបាកវាហត់នឿយមិនក៏ខ្ញុំនៅតែខំប្រឹងតស៊ូចឹងហើយអ្នកនរគ្នាយ៉ាហើយក៏បើថាផ្ដាំទៅកាន់សិស្សប្អូនដែលគាត់ទៅតឡើងមករៀននៅភ្នំពេញគាត់ទៅតាមរៀនភ្នំពេញថ្មីខ្ញុំគិតថាគួរតែមិនបាច់តន់ធ្វើការគឺយើងត្រូវតែស្វែងយល់ពីទីតាំងភូមិសាស្ត្រដែលយើងរស់នៅនឹងសិនយ៉ាដូចជាអ្នកខ្លះដូចខ្ញុំជាដើមចឹងគឺមកពេញដំបងខ្ញុំអត់តន់ស្គាល់អីទាំងអស់គឺ first time សម្រាប់ខ្ញុំតែម្ដងអញ្ចឹងមកដំបងគឺខ្ញុំអត់តន់ធ្វើការគឺខ្ញុំរកសាលារកអីរកជំនាញដែលខ្លួនឯងរៀនពេញចិត្តអីហើយគឺខ្ញុំរៀនសិនតោះមកខ្ញុំស្គាល់ផ្លូវស្គាល់ទីតាំងស្គាល់ហាងនេះហាងនោះអីចឹងហើយបានចាប់ផ្ដើមគិតថាគួរតែសាកដាក់ CV ធ្វើការអីចឹងណាដែលពេលមិនចេះតែសាកទៅយើងទៅសម្ភាសដើម្បីបើថាបានបទពិសោធន៍នៃការសម្ភាសហ្នឹងមិនឲ្យធ្វើឲ្យយើងមាន confidence យើងបើថាឈប់ភ័យអីចឹងណាអ្នកនរគ្នាហ្នឹងហើយជាមួយមិត្តភក្តិគឺស្វាយមែនតើនៅពេលដែលយើងបានស្គាល់ពេញស្គាល់ទីតាំងភូមិសាស្ត្រអីហើយនិយាយរួមទៅយើងត្រូវតែស្គាល់ពីកន្លែងយើងរស់នៅសិនហើយគួរតែយើងទៅលេងនៅមុខវាំងឬក៏ទៅសារមន្ទីរអីសិនទៅដើម្បីយើងសប្បាយចិត្តពេលដែលយើងមកដំបូងចឹងណាបន្ទាប់មកចាំយើងគិតទៅលើការរកការងារទៀតយេមិនថាមកដល់ដំបូងដាក់ពាក្យធ្វើការហ្មងអីគឺអត់ទេអ្នកនរគ្នាគឺយើងត្រូវតែស្គាល់រៀនផងធ្វើការផងវាមិនអាក្រក់ឯអ្នកគ្នាគឺវាល្អនិយាយរួមទៅពេលវេលាយើងរៀនក៏មានដែរអ្នកគ្នាយើងរៀននៅពេលយប់ទៅបើថាបើយើងនិយាយថាខ្ញុំធ្វើ
ធ្វើការចឹងខ្ញុំមានពេលណារៀនតាមពិតវាគ្រាន់តែជាលេសឯអ្នកនរគ្នាតែតនេមនុស្សយើងតែតនេធ្វើអីប្រៀបដែរហើយខ្ញុំចឹងកាលអត់តធ្វើការតនេមានអ្នកលេខទទួលស្រាប់ទេបើថាយើងរៀនហើយមិនយើងលេងគ្រាន់ថាវារៀងធន់អីចឹងណាពេលដែលយើងរៀនច្រើនពេកចឹងយើងចែកពេលវេលាទៅធ្វើការផងរៀនផងពេលសម្រាប់ផងចឹងគឺគេ work life balance ចឹងណាអ្នកនរគ្នាហ្នឹងហើយយើងរៀនផងធ្វើការផងទៅទុកជាបទពិសោធន៍ដើម្បីនៅពេលដែលយើងរៀនចប់គឺយើងមានបទពិសោធន៍សម្រាប់ធ្វើអូខេអញ្ចឹងជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ចែករំលែកទៅកាន់អ្នកនរគ្នាដែលគាត់តែមករៀនថ្មីហ្នឹងដោយសារតែខ្ញុំជាអ្នកនៅខេត្តអញ្ចឹងបែរថាយើងជួបទុកលំបាករៀងច្រើនតិចហើយជាងអ្នកដែលគេនៅភ្នំពេញស្រាប់អញ្ចឹងហើយបែរថាបើសួរថាចុះអ្នកនៅខេត្តrồiតាមពិតទៅរៀននៅខេត្តក៏ដូចគ្នាដែរអ្នកគ្នាគ្រាន់ថានៅខេត្តគឺយើងអត់សម្បូរការងារឬក៏សម្បូរសាលាសកលច្រើនដូចនៅភ្នំពេញឯងអញ្ចឹងហើយបាទខ្ញុំស្រេចចិត្តមករៀននៅភ្នំពេញហ្នឹងទៅហើយនិយាយរួមទៅការរស់នៅគឺវាខុសគ្នារៀងច្រើនដែរអញ្ចឹងពីខ្ញុំទៅខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់ចែករំលែកជូនដល់អ្នកនរគ្នាហើយសង្ឃឹមថាអ្នកនរគ្នាចូលចិត្តវីដេអូនេះជួយចុច like subscribe ម្នាក់ណាអរគុណ